Hi guys, it's UV ស្វាគមន៍មកកាន់ Juicy Dub Film នៅក្នុងវីដេអូនេះខ្ញុំនឹងលើកប្រធានបទមួយដូចចំណងជើងយើងអញ្ចឹង Color controls people attention ប៉ុន្តែមុននឹងចូលប្រធានបទយើងខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាបន្តិចហេតុអីបានខ្ញុំ open intro ជាមួយនឹង blue color អូខេអញ្ចឹង blue color គឺវា influence ឲ្យអ្នកមើលមានអារម្មណ៍ថា awake ដោយសារតែខ្ញុំចង់ឲ្យទាំងអស់គ្នាមើលវីដេអូនេះពីដើមដល់ចប់ជាមួយនឹងខ្ញុំអញ្ចឹងបើសិនជាយើងមើលវីដេអូឬក៏យើងមើល sequence ណាដែលគេផលិតចេញមកមាន blue set ធំឬក៏គេថប់ផ្ទៃមេឃធំអញ្ចឹងយើងអ្នកមើលនឹងមានអារម្មណ៍ថា awake អូខេហើយ theory នេះផងដែរ I learn from គឺគាត់មានឈ្មោះថា Oliver Ellison គាត់ជា artist ប្រភេទ sculpture ហើយខ្ញុំ recommend ដល់អ្នកទាំងអស់គ្នាចូលមើល show របស់គាត់គឺយើងរៀនពាក់ព័ន្ធជាមួយនឹង art ច្រើនមែនទែនមានឈ្មោះថា abstract នៅក្នុង Netflix This is what art is about. If you are a co-author with me, the main protagonist, what you see is. Alright អញ្ចឹងយើងវិលត្រឡប់មកប្រធានបទយើងវិញ Color controls people attention អញ្ចឹងបានន័យថាម៉េច Color គឺវាដើរតួសំខាន់មែនទែននៅក្នុងការផលិត visual និងផលិត video ដើម្បីឲ្យអ្នកទស្សនាគាត់មានអារម្មណ៍ដក់ជាប់នឹងមើល visual របស់យើងនិងគាត់ continue ទៅមើល visual របស់យើងដល់ចប់អូខេអញ្ចឹងនៅក្នុង video នេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយនឹង rule មួយដែលខ្ញុំតែងតែប្រើហើយគឺជា classic rule មួយនៅក្នុង cinematography គឺ rule 60 30 10 rule of color ប៉ុន្តែ wait មុននឹងយើងចូលក្នុងការបញ្យល់ច្បាប់60 30 10 rule of color នេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាអំពី short film មួយដែលខ្ញុំបានផលិតសម្រាប់វីដេអូនេះជាមួយនឹង35mm So enjoy មកបាទតដល់ម៉ោងហ្នឹងអាចស្អីទេអើយអូខេយោបងបាទអរគុណបងអរគុណដែលបានសាវអរេទីបងយើងការយើងវែងឆ្ងាយជាមួយគ្នាទៅមុខទៀតអរេទីបងយើងតទៅមុខទៀតបងយើងតទៅមុខទៀតបងសុំជួបប្រៃបងបាទយល់បងយល់អរគុណច្រើនបងអរគុណច្រើនបងសុំហេបាទបងអញឲ្យជួបប្រៃមែនអើជួបហ្នឹងទេជួបក្រៅ sorry បង sorry បង sorry ឈួនណាឈួនAlright, so how is it guys? That's a little short film ដែលខ្ញុំបានផលិតជាមួយនឹង35mm សម្រាប់វីដេអូថ្ងៃហ្នឹងហើយខ្ញុំក៏ចង់ shout out to JS ដែលបានចូលរួមសម្ដែងនៅក្នុង short film មួយហ្នឹង Alright, let's go to the point អញ្ចឹងច្បាប់60 30 10នៃ color នេះតើវាមានន័យយ៉ាងម៉េចវាជាគោលការណ៍យ៉ាងសំខាន់នៅក្នុងវិស័យរចនាពណ៌ដែលគេប្រើទូលំទូលាយមែនទែននៅក្នុងវិស័យ cinematography, production design, graphic design ក៏ដូចជា color grading ជាដើមពីព្រោះច្បាប់នេះវាជាគោលការណ៍សំខាន់មែនទែនដើម្បីឲ្យយើងចេះ set up color និងចេះប្រើប្រាស់ color នៅក្នុង visual របស់យើងឲ្យវាមានលំដាប់ឲ្យវាមានតុល្យភាពដើម្បីឲ្យអ្នកទស្សនាអ្នកមើលរបស់យើងក៏ pay attention ហើយនឹងដកជាប់អារម្មណ៍នៅក្នុង visual មួយហ្នឹង Alright អញ្ចឹង let's go to the detail តា 60 នៃគេ30នៃគេ10នៃគេ Let's talk about 60 មុនអញ្ចឹង60នឹងបានន័យថា 60% នៃ color ដែលយើងប្រើក្នុង visual របស់យើងអញ្ចឹងអង់គ្លេសគេហៅថា dominant color ឬក៏ខ្មែរយើងហៅថាមេពណ៌ក្នុង visual របស់យើងដែលយើងបានផលិតហ្នឹងអញ្ចឹង 60% នៃ color ដែលយើងប្រើឧទាហរណ៍ដែលយើង set up sequence មួយឬក៏ scene មួយដែលយើងថតផ្ទៃមេឃពេលថ្ងៃអញ្ចឹងយើងនឹងថតមេឃឲ្យបានធំអញ្ចឹងយើងនឹងឃើញពណ៌ខៀវច្រើន right អញ្ចឹងបានន័យថាពណ៌ខៀវ 60% នៅក្នុង visual ហ្នឹងអញ្ចឹងវាជាមេពណ៌ហើយមេពណ៌ហ្នឹងភាគច្រើនគេប្រើទៅលើ atmosphere ដើម្បី set up mood នៃ scene មួយហ្នឹងដើម្បីឲ្យអ្នកមើលគាត់យល់អំពីអារម្មណ៍ថាអូខេជា moody ឬក៏ជា daylight ឬក៏ជា night time អញ្ចឹងទៅភាគច្រើនគេ
គេប្រើសម្រាប់ atmosphere ហើយពីច្រើនគេប្រើទៅលើ background light ឬ ambient អញ្ចឹងទៅហ្នឹងគឺជា 60%. Alright, let's talk about 30. អញ្ចឹងចំណាយ30វិញគឺជា 30%គឺជា secondary color គឺជាពណ៌បន្ទាប់បន្សំនៅក្នុង visual របស់យើងអញ្ចឹងយើងនឹងឃើញ 60% of the main color atmosphere បន្ទាប់មកយើងនឹងឃើញ 30% of the color នៅក្នុងនឹងឧទាហរណ៍តែយើង set up sequence មួយដែលយើងថតផ្ទៃមេឃធំពេលយប់អីចឹងទៅពេលល្ងាច okay let's talk about ពេលល្ងាចហើយនេះយើងនឹងឃើញមេឃពណ៌នឹងធំហើយនេះយើងឃើញ city light ជាពណ៌លឿងមួយបន្តបន្សំពីពណ៌ខៀវអញ្ចឹងវាមាន 30% នៅក្នុង visual ហ្នឹងអញ្ចឹងអាពណ៌ហ្នឹង 30% ហ្នឹងភាគច្រើនគេប្រើទៅលើ prop design ឬក៏ប្រើទៅលើ set design ដែល support តួ support subject របស់យើងអាហ្នឹងគេហៅថា 30% ឬក៏ពណ៌បន្តបន្សំអូខេអញ្ចឹងចំណុចចុងក្រោយ is my favorite point គឺ 10% 10% ដែលមានឈ្មោះថា accent color ឬក៏ពណ៌ដែលលេចធ្លោអញ្ចឹងសម្រាប់ 10% នេះគឺជាពណ៌ដែលគេប្រើតិចបំផុតនៅក្នុង visual ដែលយើងបាន set up គឺជាពណ៌ដែលសំខាន់ជាងគេអញ្ចឹង 10% ហ្នឹងគេប្រើដើម្បីសំដៅទៅលើ subject ឬក៏សំដៅទៅលើតួអង្គមួយទៀតគេចង់ប្រាប់ឬក៏ director ឬក៏ cinematographer ក៏ចង់ប្រាប់ថាអត្ថន័យរួមឬក៏អត្ថន័យសំខាន់ជាងគេទៅលើពណ៌មួយហ្នឹងឧទាហរណ៍ថាយើង set up room មួយដែលពណ៌ខៀវ right យើងវាយ blue light អីចឹងទៅ and then យើងបើក lamp យើងបើកភ្លើងទូចៗនៅជុំវិញហ្នឹងពណ៌លឿងអីចឹងទៅ right that's a 30 so the blue is 60 ពណ៌លឿងហ្នឹងគឺជា 30 ប៉ុន្តែតួអង្គក៏ពាក់អាវក្រហមអញ្ចឹងអាវក្រហមហ្នឹងគឺវាផ្ដោតទៅលើ subject ដើម្បីអ្នកមើល focus ទៅលើតួ focus ទៅលើ conversation មួយហ្នឹង focus ទៅលើអត្ថន័យប្លង់មួយហ្នឹងso that's a 10% គឺវាសំខាន់ជាងគេគឺគេប្រើតិចបំផុតអញ្ចឹងខ្ញុំចង់លើកឡើង short film ដែលខ្ញុំបានផលិតជាមួយនឹង 35 មានអ្នកទាំងអស់គ្នាមើលក្នុងវីដេអូនេះអញ្ចឹងខ្ញុំនឹង set up room មួយអ្នកទាំងអស់គ្នាឃើញមាន blue light ហើយនឹងមាន lamp នៅគៀនសងខាងនៅលើតុតិចតួចអញ្ចឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញ JS ជាមួយនឹងខ្ញុំផលិតពណ៌ដែលបញ្ជាក់អំពី 10% នៃ color visual មួយហ្នឹងអញ្ចឹង 60% នៃ blue light 30% នៃ orange light ហើយបន្ទាប់មក 10% នៃ red color នៅក្នុងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅទោះជាសាច់រឿងនឹងវាមិនសូវល្អមើលឬក៏សាច់រឿងនឹងវាមិនសូវមានន័យយ៉ាងម៉េចក៏ដោយប៉ុន្តែវាធ្វើឲ្យយើងអ្នកមើលទៅវាស្រួលភ្នែកហើយនឹងអារម្មណ៍ល្អ right អញ្ចឹងសរុបសេចក្តីមកអាច្បាប់60 30 10ហ្នឹងវាមិនមែនជាច្បាប់មួយដែលតឹងរឹងនោះទេប៉ុន្តែវាជា thinking tool មួយសម្រាប់ឲ្យ cinematographer ឬក៏ creator ដូចជាខ្ញុំជាដើមដើម្បីឲ្យយល់ក្នុងការរៀបចំពណ៌ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវដើម្បីឲ្យអ្នកមើលក៏ដកចប់អារម្មណ៍និង pay attention ទៅលើ visual របស់យើងឲ្យវាមានលំដាប់លំដោយត្រឹមត្រូវហើយ rule មួយហ្នឹងគឺវា benefit មែនទែនសម្រាប់ color grading ព្រោះ color grading គឺជា process មួយដែលពិបាកជាងគេនៅក្នុង video production ហើយវាជា process មួយដែលទាមទារឲ្យក្នុងការផលិតវីដេអូរបស់យើងឲ្យមានលំដាប់លំដោយត្រឹមត្រូវនៅក្នុងការ set up color ឬក៏ជា light ឬក៏ជា temperature light ឲ្យបានត្រឹមត្រូវពីព្រោះ color grading គឺជា process មួយដែលយើង save មិនសូវបានច្រើនភាគរយ right ព្រោះយើងគិតថាភាគច្រើនអ្នកនរនេះគិតថាយើងពឹងលើ post ធ្វើសិនទៅចាំយើងពេលដែលយើង edit ចាំយើងកែវាក្រោយអញ្ចឹងទៅប៉ុន្តែអាការកែហ្នឹងវាអត់បាន 100% នោះទេ so វាទាមទារឲ្យយើងយល់អំពី cinematography ឲ្យច្បាស់ក្នុងការប្រើប្រាស់ភ្លើងនិងក្នុងការប្រើប្រាស់ set design ក្នុងការប្រើប្រាស់ color ជាពិសេសគឺ temperature alright so we benefit មែនទែននៅក្នុង color grading process អញ្ចឹងម្ដងទៀតអ្នកនរគ្នាសរុបមកច្បាប់60 30 10ហ្នឹងវាអត់សាមញ៉ាំទេហើយវាក៏ជាមិនមែនជាច្បាប់មួយដែលតឹងរឹងទេដែរប៉ុន្តែវា benefit សម្រាប់ cinematographer ឬក៏ creator របស់យើងនេះដើម្បីឲ្យចេះ set up ពណ៌ចេះ choose color ឲ្យត្រឹមត្រូវនៅក្នុង visual របស់យើងឲ្យមើលទៅវាមានគុណភាពដើម្បីឲ្យអ្នកមើលគាត់ pay attention និង focus អូខេអញ្ចឹងមុននឹងខ្ញុំបញ្ចប់វីដេអូខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពី idol ខ្ញុំមួយរូបគឺគាត់មានឈ្មោះថា Hirokazu Koreeda គាត់ជា filmmaker និង movie director មកពីប្រទេសជប៉ុនហើយសម្រាប់គុណគាត់វិញគឺពោរពេញទៅដោយចំណេះដឹង cinematography I love all his film ជាពិសេសគឺ Monster Like Father Like Son Nobody Know និង Distant my top one គឺ Distant bro the whole cinematography knowledge នៅក្នុង movie ហ្នឹងអញ្ចឹងហើយនេះបាទខ្ញុំលើកគាត់យកមកនិយាយដោយសារតែខ្ញុំមើលឃើញថា rule 60 30 and 10នៅក្នុងការប្រើប្រាស់ color នៅក្នុង movie របស់គាត់គឺច្រើនមែនទែនហើយសម្រាប់គាត់បើសិននិយាយទៅគឺគាត់ជាអ្នកផលិតគុណដែលពាក់ព័ន្ធជាមួយនឹង life living loss death និយាយទៅគឺពាក់ព័ន្ធជាមួយមនុស្សជាតិ human ពាក់ព័ន្ធជាមួយនឹង friendship ពាក់ព័ន្ធជាមួយនឹងគេហៅថា living you know និយាយអំពីធម្មជាតិក៏អត់ផលិតគុណពាក់ព័ន្ធជាមួយនឹង action អត់ផលិតគុណពាក់ព័ន្ធជាមួយនឹង horror film movie ក៏ផលិត movie ដែលនិយាយអំពីមនុស្សជាតិឬក៏និយាយអំពីអារម្មណ៍ family និង memory so that's the best part ដែលខ្ញុំរកឃើញពីគុណរបស់គាត់អញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាមើលគុណគាត់ឲ្យច្រើនទៅពាក់ព័ន្ធជាមួយនឹង cinematography knowledge អូខេអញ្ចឹងអ្នកនរគ្នាខ្ញុំមានតែប៉ុណ្្នឹងហើយវីដេអូនេះអត់សូវវែងទេក៏អត់សូវបញ្យល់បានក្បោះក្បាយណាដែរព្រោះ simple មែនទេអូខេ60 30 10 rule of color alright អញ្ចឹងគឺខ្ញុំផ្ដោតទៅលើការប្រើប្រាស់ color ម្ដងទៀតអ្នកទាំងអស់គ្នា I just want to remind
ការប្រើប្រាស់ color ការ choosing color និង color grading គឺវាសំខាន់នៅក្នុងការផលិតកុនក្នុងការផលិត video នៅក្នុងការ editing right so បើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់ color អត់ត្រឹមត្រូវឬក៏ color theory វាខុសទំនងច្រើនពេកក៏វាមិនសូវល្អមើលហើយវានឹង destroy អ្នកមើលឲ្យ boring អ្នកមើលគាត់បាត់អារម្មណ៍ក្នុងការ focus អូខេអញ្ចឹង step by step ហើយនឹងមួយវាសំខាន់បំផុតនៅក្នុងការប្រើប្រាស់ color នៅក្នុងការ set up scene ដូចវីដេអូចាស់ដែលខ្ញុំធ្លាប់ធ្វើខ្ញុំនិយាយថាការប្រើប្រាស់ color នៅក្នុង scene នៅក្នុង visual របស់យើងកុំឲ្យលើសពី2 alright ប៉ុន្តែខ្ញុំនិយាយថា 10% នេះវាមិនមែនជា color ទី3ទេប៉ុន្តែវាជា color មួយដែលផ្ដោតទៅលើ subject គឺជាផ្ដោតទៅលើគេហៅថា meaning នៅក្នុង story មួយហ្នឹងអូខេអញ្ចឹងម្ដងទៀត60 30 and 10 rule of color so ទាំងអស់គ្នាអរគុណដែលបានមើលវីដេអូតាំងពីដើមដល់ចប់ see you on the next one peace